ប្រាប់បងថាចង់ញ៉ាំមឹកអាំងនៅមុខវាំង សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលខ្ញុំដើរលេងនៅ Pub Street មុខវាំងតាមពិតទៅខ្ញុំចង់ញ៉ាំមឹកអាំងនេះយូរហើយនៅមុខវាំងព្រោះអីអូ TikTok មកគឺអូអត់ផុតឃើញបងធ្វើ review ទៅនងមែនតានហើយមឹកដែលខ្ញុំចង់ញ៉ាំហ្នឹងគឺមឹកធំប៉ុន្តែខ្ញុំមើលអត់ឃើញទេរកអត់ឃើញទេហើយក៏ឃើញមឹកតូចៗនេះវិញបងប្អូនតម្លៃធូរថ្លៃអត់សម្រាប់ខ្ញុំទិញហ្នឹងគឺ10ចក្ក20,000ហើយមានតម្លៃ10ចក្ក10000ទៀតហើយ10ថែម1អំឡុងពេលដែលយើងកំពុងតែរងចាំមឹកយើងអត់ទាន់ឆ្អិនហ្នឹងគឺយើងនាំគ្នាឆោកាច់រៀងមួយសិនមកចា background ខាងក្រោយគឺថាឆ្ងាញ់មែនតានតែសំខាន់សក់ក្បាលនេះខ្ញុំកន្លែងនេះគឺអែមមែនតានចាព្រោះថាអត់ទាន់កក់សក់ទេតែផ្ទះចាំយើងគិតគូរទៀតបន្ទាប់មកយើងមកមើលសម្រស់មឹកអាំងរបស់យើងគឺបានទិញ10ចក្កថែម1នេះបងប្អូនទាំងអស់គ្នាតម្លៃ10ចក្ក20,000ហ្នឹងគឺគួរសមអត់បងប្អូនទាំងអស់គ្នាបន្ទាប់ពីមឹកពួកយើងបានឆ្អិនហើយគឺយើងរកកន្លែងអង្គុយញ៉ាំគឺខ្ញុំបានអង្គុយកន្លែងមាត់ទន្លេបែបនេះអង្គុយញ៉ាំមឹកអាំងហើយនឹងចង្រិតខ្ញុំចូលចិត្តញ៉ាំមែនតើចង្រិតដូងចង្រិតប៉ងអីចឹងអ្នកទាំងអស់គ្នាមើលមុខខ្ញុំញ៉ាំទៅមុខមាត់ខ្ញុំញ៉ាំទៅដឹងហើយថាឆ្ងាញ់កម្រិតណាក្នុងមួយសប្តាហ៍បងប្អូនឆ្លៀតដើរលេងខ្លះទៅមើលគេមើលឯងលំហែចិត្តលំហែកាយខ្លះទៅព្រោះថាយើងធ្វើការហត់យើង stress ចឹងណាបន្ទាប់ពីពួកយើងញ៉ាំហើយគឺពួកយើងដើរទៅមុខទៀតហើយត្រង់ចំណុចកន្លែងនេះគឺខ្ញុំសរសើរបងខាងសិល្បៈមែនតើជាពិសេសបងដែលវាយលេងខ្ញុំសរសើរមែនតើហ្មងណាបន្ទាប់មកគាត់ច្រៀងបទ Sweet ពេកពីអ្នកខ្ញុំក៏ច្រៀង Sweet ដាក់កាមេរ៉ាឲ្យបងមើលបន្តិចទៅបន្ទាប់មកពីអ្នកខ្ញុំក៏ដើរទៅមុខទៀតដើម្បីមើលគេមើលឯងបន្តទៀតចាកន្លែងនេះខ្ញុំគិតថាជនជាតិតែពួកឯងខ្ញុំឃើញគាត់ជិះស៊ីក្លូមើលទៅតំណងមែនតើហើយមានអារម្មណ៍ថាខ្ញុំចង់ជិះដែរអញ្ចឹងណាសប្បាយភ្នែកសប្បាយត្រជាក់ចិត្តចង់អង្គុយចង់ជិះមែនតើចាវីដេអូដែលពីអ្នកខ្ញុំដើរលេងនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអើយគឺមានអីយើងគ្រាន់តែទៅមើលគេមើលឯងគេថតយើងថតគេតែប៉ុណ្្នឹងទេបងប្អូនអើយអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់ណាបាយបាយ